បងប្អូនអ្នកគ្នាដែលមានបញ្ហាក្លៀកមែនទេក្លៀកខ្មៅដុំពកច្រើនធំខ្លឹមសារក្លៀកបាច់ស្វាមែនទេបងប្អូនកុំភ្លេចប្រើប្រាស់ជាមួយនឹង NG7 NG7 ជាប្រភេទម្សៅសមចេញពីរូបមន្តធម្មជាតិពិតមានរូបមន្តសមដូចជាម្សៅផ្កា lavender ម្សៅទឹកដោះគោម្សៅគុយខ្យងជាមួយនឹងសាច់ជូរត្រឹមតែ 15% ទេជាប្រភេទម្សៅដែលជួយរាល់បញ្ហាក្លៀកបងប្អូនទាំងអស់គ្នាបងប្អូនណាហើយក៏ជារូបមន្តរបស់កូនខ្មែរសុទ្ធសាធហើយសំចេញមកពីរូបមន្តធម្មជាតិពិតអត់មានប៉ះពាល់ស្បែកមានសារធាតុកាត់អីច្រើនទេបងប្អូនពួកអីប្រភេទម្សៅនេះយើងប្រើតែសាច់ជូរត្រឹមតែ 15% ទេធានាឲ្យបងប្អូនគុណភាពវិញឲ្យអ៊ូយតែម្ដងហើយតម្លៃវិញធូរថ្លៃមែនតើបងប្អូនទាំងអស់គ្នាដែលមានបញ្ហាសាក្លៀកខ្មៅបាយសង្វាលំពកច្រើននេះធានាឲ្យអ៊ុយលេខ1តែម្ដងបងណាធានាឲ្យលេខ1តែម្ដងអ៊ុយតែម្ដងឲ្យមេដៃមួយគឺពីមុនគឺខ្ញុំអត់ដែលប្រើម្សៅលាបក្លៀកទេព្រោះអីវាលក្ខណៈតែហុយអ្នកខ្លះគាត់ថាគាត់ចូលចិត្តប្រើម្សៅមួយប្រភេទសាច់លេគាត់ប្រើច្រើនជាងចង់និយាយថាឥឡូវពេលបានប្រើជាមួយនឹងម្សៅលាបក្លៀកហ្នឹងទៅដឹងថាផលិតផលកូនខ្មែរគឺជាផលិតផលមួយដែលមានគុណភាពហើយនឹងតម្លៃក៏ធូរថ្លៃដែរយើងកុំគិតថាផលិតផលរបស់គេយកមកពីក្រៅល្អជាងកូនខ្មែរបងប្អូនណាផលិតផលកូនខ្មែរក៏ល្អដែរព្រោះអីខ្ញុំអ្នកប្រើផ្ទាល់ហើយក៏ជាអ្នកលក់ផ្ទាល់ដែរប្រើទៅបាត់មែនបងប្អូនគឺប្រើទៅបាត់មែនហើយក្លៀកសទៀតក្លៀកឆាប់សមែនតែគ្រាន់តែប្រើលើកដំបូងមានអារម្មណ៍ថាប្លែកព្រោះអីខ្ញុំក៏ជាអ្នកដែលមានក្លៀកបាច់យើច្រើនហើយផ្សារក្លៀកធំក្លិនឲ្យតែយើងបាច់យើខ្លាំងគឺធំក្លិនផ្សារហើយក្លៀកខ្ញុំខ្មៅទេបងប្អូនហើយនៅពេលដែលខ្ញុំប្រើជាមួយអានេះធ្វើអស់2ខ្លង2ខ្លងគឺដាក់ទៅគឺបាត់ផ្សារក្លៀកហើយអាបាច់ញើសអីគេហ្នឹងក៏បាត់ដែរហើយអាដុំពកក្លៀកច្រើនណាក៏បាត់ដែរហើយអាហ្នឹងវាបន្ថយរោមក្លៀកយើងទៀតបងប្អូនកាត់បន្ថយរោមក្លៀកយើងទៀតណាពេលយើងកាន់តែលាបក្លៀកកាន់តែសហើយកាន់តែស្ងួតមិនលាបហើយក្លៀកយើងសាមអើបទេណាប្រភេទផ្សៅនេះលាបហើយគឺក្លៀកយើងស្មូតលក្ខណៈដូចស្បែកមុខយើងអញ្ចឹងបងប្អូនលាបសាច់ម្សៅទៅគឺស្មូតតែម្ដងអត់មានសាមអើបទេទោះបីយើងធ្វើការហត់បាច់ញើសមិនក៏អត់មានក្លៀកយើងចេញញើសដូចមុនដែរក្លៀកយើងគឺសស្មូតតែម្ដងហើយលក្ខណៈថាយើងទៅណាក៏មានភាពជឿជាក់ដែរបងប្អូនណាពីមុនដល់ហ៊ានពាក់អាវដល់ខ្លីអីចេញស្មាចេញអីបងប្អូនពួកអីក្លៀកយើងវាមកញើធំក្លិនផ្សារក្លៀកគាត់លើកក្លៀកមកធំក្លិនផ្សារខ្លួនឯងហើយណាមួយក្លៀកយើងខ្មៅសូវជឿជាក់លើខ្លួនឯងពេលខ្ញុំបានប្រើជាមួយនេះគឺតាណាអីគឺលក្ខណៈមានភាពជឿជាក់លើខ្លួនឯងហើយហ្នឹងស្លៀកពាក់ sexy អីឬក៏អាវវាលអីគឺបានបងប្អូនណាបានហើយបងប្អូនណាដែលត្រូវការអាចកំងបានហើយអានេះគឺមានពីប្រភេទអានេះខ្លងទូច25ក្រាមហើយឥឡូវខ្ញុំកាន់នេះគឺ50ក្រាមហើយតម្លៃវាក៏ខុសគ្នាដែរហើយនិយាយទៅគឺធូរថ្លៃមែនតើបងប្អូនណាបងប្អូនណាដែលត្រូវការអាចកំងបានទាំងអស់គ្នាអានេះគឺប្រើបានគ្រប់វ័យមិនថាក្មេងឬក៏ចាស់អីក៏ប្រើបានគ្រប់វ័យតែម្ដងបុរសនិងស្ត្រីប្រើបានដូចគ្នាហើយហ្នឹងមិនប្រើបានត្រឹមតែក្លៀកទេកលៀនគូតឡើយណាក៏ប្រើបានដែរឲ្យកន្លែងខ្មៅបងប្អូនណាឲ្យតែកន្លែងក្រាន់ខ្មៅកែងណាគេអញ្ចឹងប្រើបានទាំងអស់ណាបងប្អូនដែលត្រូវការកុំភ្លេចកំងហើយនឹងធ្លាក់លេខអូហើយបងប្រាប់ពីរបៀបប្រើគឺនៅពេលដែលយើងមុជទឹកហើយយើងជូតក្លៀកយើងឲ្យស្ងួតហើយយើងលាបលក្ខណៈថាមិនលាបច្រើនពេកទេបងប្អូនណាយើងលាបតិចល្មមតែព្រោះអីយើងលាបមួយថ្ងៃ2ដងក៏បានដែរពេលផឹកយើងទុកម្សាជូតក្លៀកឲ្យស្ងួតហើយលាបទៅពេលល្ងាចមុជទឹកជូតក្លៀកស្ងួតហើយលាបទៀតតើបងប្អូនណាវាអត់មានប៉ះពាល់អីទេហើយបងប្អូនកាន់តែលាបកាន់តែសកាន់តែលាបកាន់តែបាត់សង្វាបាត់សាក្លៀកហើយនឹងក្លៀកខ្មៅគឺទៅបាត់តែម្ដងលក្ខណៈថានិយាយរួមឲ្យតែបញ្ហាក្លៀកអាមួយនេះជួយបានអិនជីសម្បត្តិនេះជួយបានបងប្អូនណាបងប្អូនដែលត្រូវការកុំភ្លេចកំងទាំងអស់គ្នាណាចង់បានក្លៀកស្អាតក្លៀកសក្លៀកបាត់សាក្លៀកក្លៀកបាត់ខ្មៅបងប្អូនភ្លេចប្រើជាមួយនេះអិនជីសម្បត្តិទាំងអស់គ្នាអរគុណចា